សម្រាប់បងប្អូនដែលកើតឆ្នាំចបាទនៅក្នុងខែ12នេះសម្រាប់អ្នកធ្វើការបុគ្គលិកបម្រើការងារនៅតាមក្រុមហ៊ុនស្ថាប័នផ្សេងនឹងមានឱកាសទទួលបានការជួយជ្រោមជ្រែងជួយគ្រប់គ្រងបាទរហូតដល់បានឡើងតំណែងឡើងប្រាក់ខែបាទអបអរសាទរផងចណាអញ្ចឹងពេលដែលយើងមានសំណាងបែបហ្នឹងទី1ខិតខំប្រឹងប្រែងធ្វើកិច្ចការបន្តបានន័យថាយើងអត់ទម្លាក់ដៃទេយើងអត់គិតថាការងារល្អណាឱកាសសំណាងមកហើយអត់ប្រឹងប្រែងទេអត់ទេណាទី2បង្កើនទំនាក់ទំនងល្អសួរថាតើការវាយតម្លៃការឡើងតំណែងនេះណាគេខ្លួនយើងមិនមែនទេគឺដោយសារអីមនុស្សជុំវិញខ្លួនយើងមេយើងបាទអ្នកជួយយើងណាឡើងឋានៈឡើងទៅបន្តិចគឺមេជាអ្នកប្រម៉ូទមេជាអ្នកជួយអញ្ចឹងបង្កើនទំនាក់ទំនងល្អយើងដឹងគុណគេណាដឹងគុណដល់មេយើងដែលគាត់ជួយអញ្ចឹងនៅពេលដែលយើងបង្កើនទំនាក់ទំនងល្អវាធ្វើឲ្យការងារយើងក៏វារលូនដែរហើយទំនាក់ទំនងល្អនេះមិនមែនតែមេទេកូនចៅយើងក៏ដោយអ្នកធ្វើការនៅក្នុងនយោបាយកឋានផ្សេងក៏ដោយបាទរក្សាទំនាក់ទំនងឲ្យល្អបៀលបាទកសាងទំនាក់ទំនងឲ្យល្អអាហ្នឹងគឺយើង smooth journey ឯងបានន័យថាយើងស្រួលហើយយើងទៅមុខស្រួលហើយដោយឡែកសម្រាប់អ្នករស់ស៊ីដែលជាម្ចាស់អាជីវកម្មណាអ្នករស់ស៊ីម្ចាស់អាជីវកម្មសហគ្រិនណានៅក្នុងខែនេះបាទក៏មានគេជួយដែរគេជួយជ្រោមជ្រែងបន្ថែមពីលើនេះបាទចំណូលក៏ប្រសើរបាទអតិថិជនក៏ចូលចិត្តបាទជារឿងមួយដែលល្អបាទដែលល្អអញ្ចឹងត្រូវពង្រឹងទៅលើស្តង់ដារផលិតផលស្តង់ដារសេវាកម្មបាទការចាត់ចែងការងារឲ្យកាន់តែមានប្រសិទ្ធភាពរៀបចំយុទ្ធសាស្ត្រផែនការទីផ្សារឲ្យល្អដើម្បីឲ្យគេដឹងគេស្គាល់ឲ្យបានកាន់តែច្រើនណារៀបចំតម្លៃមួយដែលប្រកួតប្រជែងនៅក្នុងទីផ្សារដែលអតិថិជនអាចទទួលយកបានបាទពីចុងក្រោយណាជំរាបជូនបងប្អូនដែរខ្ញុំមានផ្ដល់ជូនតាក់ទងជាមួយនឹងការព្យាករណ៍បាទរាសីស័ព្ទទាំង12ដែលទៅសេជាសភៅណាការព្យាករណ៍ក្នុងខែធ្នូដែលខ្ញុំផ្ដល់ជូននៅក្នុងក្រុម Telegram ដែលស្ថិតនៅ link ខាងលើនេះខាងក្រោម profile TikTok នេះបងប្អូនអាច join ក្រុមហ្នឹងទៅហើយទាញយកសភៅហ្នឹងទៅយកទៅអានដែរក្នុងហ្នឹងវាមានព័ត៌មានច្រើនជាងអ្វីដែលខ្ញុំនិយាយនេះណាវាមានលើសនឹងបន្ថែមទៀតហើយកុំភ្លេច like វីដេអូនេះ share វីដេអូនេះហើយ follow account Facebook និង TikTok បាទទាំងពីរហ្នឹងកុំភ្លេចបាទជួបគ្នានៅវីដេអូបន្តទៀតបាទអរគុណ